បងនេះជាប្រភេទ motor បូមទឹកប្រភេទ motor បូមទឹកប្រភេទ motor នេះគឺទំហំវាធំកម្លាំងរបស់វា115វ៉ាត់វាអាចបូមទឹកបាន1ម៉ោងបាន5000លីត្រក្នុង1ម៉ោងប្រភេទ motor នេះគឺបានទៅជាមួយនឹងទុយោ1ម៉ែត្រករ៉េ1ក្បាលទុយោនេះសម្រាប់តនេះមាន3ប្រភេទហើយនឹងជើងជ័រសម្រាប់ដាក់បាតក្រមនេះប្រភេទ motor នេះភាគច្រើនគេយកទៅដាក់នៅក្នុងអាងចិញ្ចឹមត្រីប្រភេទអាចបូមអាចត្រីបានចេញពីអាងចិញ្ចឹមត្រីនេះប្រភេទ motor នេះគឺមានកម្លាំងខ្លាំងបងណាចង់បានឆាត់តាម TikTok ក៏បាន Telegram ក៏បាន